ជាង500ឆ្នាំមកហើយថៃមិនឈប់និងបោះបង់មហិច្ឆតាឈ្លានពានទឹកដីកម្ពុជាឡើយថៃជាចៅឈ្លានពានក្នុងប្រវត្តិសាស្ត្រនៃទង្វើឈ្លានពានទឹកដីកម្ពុជាច្រំដែលអស់រយៈកាលជាង500ឆ្នាំមកហើយក្រោយមានការបែកបាក់រាជធានីអង្គរចាប់ពីសតវត្សទី15តរៀងមកថៃតែងតែចិញ្ចឹមចិត្តបង្កហេតុនិងបានបំភាន់បន្លំបំភ្លៃប្រវត្តិសាស្ត្រក្នុងមហិច្ឆតាមុតស្រួចសម្ដៅក្រសោបចង់លេបត្របាក់ច្បាមទឹកដីកម្ពុជារកលេសបញ្ឆេះឲ្យកើតជាចំនួនបង្កសង្គ្រាមវាយលុកឈ្លានពានចូលទឹកដីកម្ពុជានិងមិនបានបោះបង់មហិច្ឆតាឈ្លានពានទឹកដីរបស់ខ្មែរនោះឡើយសង្គ្រាមជាអ្វីដែលកម្ពុជាស្អប់សង្គ្រាមជាអ្វីដែលកម្ពុជាបានផ្សងមិនឲ្យជួបនិងមិនឲ្យមានកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍មកហើយវាគ្រប់គ្រាន់និងឆ្អែតឆ្អល់ណាស់ទៅហើយស្រាប់តែនៅក្នុងឆ្នាំ2025នេះថៃបានចាប់ផ្ដើមបង្កជាព្យុះបង្កជាភ្លៀងបង្កាត់ភ្លើងសង្គ្រាមដុតរោលបំផ្លិចបំផ្លាញប្រទេសដ៏កំសត់នេះជាថ្មីម្ដងទៀតពលរដ្ឋស្លូតត្រង់កម្ពុជាជាងកន្លះលាននាក់ត្រូវបានបង្ខំចិត្តចាក់ចេញពីផ្ទះសម្បែងដែលជាទ្រនំដ៏កក់ក្ដៅសាលារៀនត្រូវបានបិទទ្វារក្មេងៗមិនបានសិក្សារៀនសូត្រសំណង់អគារស្ពានផ្លូវថ្នល់រួមជាមួយទ្រព្យសម្បត្តិជាច្រើនទៀតត្រូវរងការបំផ្លិចបំផ្លាញគ្មានសល់ជាក់ស្ដែងនៅព្រឹកថ្ងៃទី28ឧសភា2025ថៃបានចាប់ផ្ដើមឈ្លានពានកម្ពុជាដោយបើកការបាញ់ប្រហារលើលេនដ្ឋានរបស់យោធាកម្ពុជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបណ្ដាលឲ្យវីរៈកងទ័ពកម្ពុជាម្នាក់បានស្លាប់ស្ថិតនៅត្រង់ចំណុចភូមិដេជោមរតកឃុំមរតកស្រុកជាំខ្សាន់ខេត្តព្រះវិហារមកទល់នឹងពេលនេះថៃនៅតែបន្តឈ្លានពានមិនព្រមឈប់មិនខ្វល់ពីច្បាប់អន្តរជាតិព្យាយាមពង្រីកដែនចំនួនពីចំនួនព្រំដែនឲ្យคล้ายជាសង្គ្រាមប្រទេសនិងប្រទេសក្នុងលេសប្រើអាវុធកាន់តែសាហាវវាបំផ្លាញកម្ពុជាពេលនេះម៉ោងនេះវេលានេះសម្រាប់ពលរដ្ឋកម្ពុជាទាំង17លាននាក់បានកំពុងតែបន្លឺឡើងព្រមគ្នាថាកម្ពុជាត្រូវការសន្តិភាពមិនមែនការធ្វើសង្គ្រាមបង្ហូរឈាមបណ្ដាលឲ្យស្លាប់និងរបួសនោះឡើយសូមរំលឹកថានៅក្នុងសង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1939ថៃក៏មានចំណែកនៃសង្គ្រាមនេះដែរថៃបានខົບខិតគ្នាជាមួយជប៉ុនហើយជប៉ុនបានកាត់ដីរបស់កម្ពុជាចំនួន3ខេត្តទៅឲ្យថៃខេត្តបាត់ដំបងសេរីសុភ័ណ្ឌនិងខេត្តសៀមរាបលើកលែងតែប្រាសាទអង្គរវត្តប៉ុន្តែក្រោយមកជប៉ុនបានចាញ់សង្គ្រាមលោកលើកទី2នៅថ្ងៃទី15ខែសីហាឆ្នាំ1945បារាំងបានចូលកាន់កាប់ប្រទេសកម្ពុជាវិញនិងមានសន្ធិសញ្ញាបារាំងសៀម1ចុះថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946តម្រូវឲ្យថៃប្រកល់ខេត្តរបស់ខ្មែរដែលថៃបានខົບខិតគ្នាជាមួយជប៉ុនឲ្យខ្មែរវិញប៉ុន្តែថៃមិនស្ងប់ចិត្តនិងមិនបានបោះបង់នៅភាពស្រេកឃ្លានចង់បានទឹកដីរបស់កម្ពុជានោះឡើយនៅតែបន្តឈ្លានពានមិនព្រមឈប់ដដែលបន្ទាប់ពីសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់កម្ពុជាដ៏កំសត់មួយនេះត្រូវរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងកម្ពុជាប្រឹងប្រែងក្រោកឈរឡើងដោយខ្លួនឯងស្វះស្វែងដើម្បីរកសន្តិភាពដែលខ្លួនមានស្នាមរបួសពេញខ្លួនដៃម្ខាងទប់ឈាមដែលមានរបួសដៃម្ខាងទៀតស្រវាស្រោចស្រង់ប្រទេសជាតិឡើងវិញក្រោយភ្នក់ភ្លើងសង្គ្រាមសកម្មភាពសង្គ្រាមឈ្លានពានថៃសពថ្ងៃនេះឆ្លុះបញ្ចាំងឲ្យឃើញថាថៃកំពុងតែបំផ្លាញសន្តិភាពដែលកម្ពុជាប្រឹងរកមកយ៉ាងលំបាកនិងកំពុងតែរុញច្រានកម្ពុជាឲ្យធ្លាក់ក្នុងស្រមោលអតីតកាលមានផ្លូវគ្មានមនុស្សដើរមានផ្ទះគ្មានមនុស្សនៅពលរដ្ឋរស់នៅអមដោយក្តីតក់ស្លុតភ័យខ្លាចរន្ធត់នៅស្នូក្របបែកក្របកំភ្លើងរង្គើអស់ព្រះធរណីហើយនេះវាក៏មិនមែនជាលើកទី1នោះដែរដែលថៃបានធ្វើការដែលឈ្លានពានកម្ពុជាដោយប្រើប្រាស់នូវកម្លាំងយោធាធ្វើឲ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបានជម្លៀសជនស៊ីវិលស្លូតត្រង់ស្លាប់និងរបួសជាច្រើននាក់ទង្វើឈ្លានពានថៃលើកនេះជាស្នាមរបួសចាំជាតិដានប្រឡាក់មិនអាចលុបជ្រះកូនខ្មែរត្រូវចងចាំឆ្លាក់ជាប្រវត្តិសាស្ត្រនៅទង្វើឈ្លានពានដ៏សែនយង់ខ្នងនិងផ្ដាំតចំនួននៅប្រវត្តិសាស្ត្រឈ្លានពានរបស់ថៃលើកម្ពុជាដែលកូនខ្មែរគ្រប់រូបត្រូវរួបរวมគ្នាជាធ្លុងមួយទៅខ្មែរខ្លាំងនិងជាខែលការពារជាតិដ៏រឹងមាំពីការឈ្លានពានរបស់សត្រូវ